តើអ្នកក្រោកពីគេងនៅថ្ងៃនីមួយៗជារៀងរាល់ថ្ងៃទាំងបានត្រៀមខ្លួនយ៉ាងរួចរាល់ដើម្បីបំពេញបេសកកម្មប្រចាំថ្ងៃរបស់អ្នកឬក៏ត្រៀមខ្លួនដើម្បីសម្រុកទៅរកការងារគួរឲ្យអស់សង្ឃឹមដែលអ្នកកំពុងទ្រាំរង់ចាំសឹងតែមិនចង់បានដើម្បីចូលនិវត្តន៍ពីការងារនោះគន្លឹះ5យ៉ាងដែលជួយឲ្យអ្នករកឃើញពីអ្វីដែលខ្លួនឯងស្រឡាញ់បានយ៉ាងឆាប់រហ័សនិងប្រកបដោយភាពងាយស្រួលគោលបំណងនៃអត្ថបទនេះគឺដើម្បីជួយឲ្យអ្នកស្វែងរកចំណង់ចំណូលចិត្តរបស់អ្នកនិងចេះប្រើប្រាស់ទេពកោសល្យរបស់ខ្លួនហើយមិនមែនគ្រាន់ដើម្បីតែរឿងល្អៗមានកាន់តែច្រើនជាងនេះប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែវាធ្វើឲ្យអ្នករស់នៅកាន់តែមានសេចក្តីសុខជាងមុនថែមទៀតផងគន្លឹះទី1រកឲ្យឃើញពីភាពខ្លាំងរបស់ខ្លួនឯងរឿងនេះស្ដាប់ទៅហាក់ដូចជារឿងដែលអ្នកធ្លាប់បានដឹងឮរួចទៅហើយប៉ុន្តែអ្នកនឹងដឹងថាអ្នកមានការភ្ញាក់ផ្អើលខ្លាំងកម្រិតណានៅពេលដែលអ្នកបានដឹងអំពីចំនួនមនុស្សដែលមិនបានដឹងពីភាពខ្លាំងរបស់ខ្លួនឯងនោះការស្គាល់ពីភាពខ្លាំងពីកំណើតរបស់ខ្លួនគឺជារឿងសំខាន់ណាស់ព្រោះវានឹងជួយឲ្យអ្នកបានបើកបង្ហាញពីអ្វីដែលអ្នកស្រឡាញ់និងកំណត់អត្តសញ្ញាណទៅលើអ្វីដែលអ្នកចង់ធ្វើជាមួយនឹងជីវិតរបស់អ្នកខាងក្រោមនេះគឺជាសំណួរមួយចំនួនដើម្បីជួយឲ្យអ្នកធ្វើនៅរឿងទាំងអស់នេះបានតើអ្វីទៅដែលចូលមករកអ្នកយ៉ាងងាយស្រួលនោះតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកដទៃបែរជាមិនអាចធ្វើរឿងមួយចំនួនដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួលនោះទៅវិញប្រហែលអាចមកពីអ្វីដែលអ្នកធ្វើទាំងអស់នេះអាចជារឿងងាយស្រួលសម្រាប់អ្នកប៉ុន្តែមិនងាយស្រួលសម្រាប់ពួកគេនោះឡើយតើអ្នកធ្លាប់បានទទួលការកោតសរសើរស្របពេលដែលអ្នកកំពុងតែគិតថាអ្វីដែលអ្នកបានធ្វើនេះគ្រាន់តែជារឿងកំពិតកំពុកសម្រាប់អ្នកដែរទេប្រហែលជាអ្នកថែមតែគិតទៅទៀតថាអ្នកណាក៏សុទ្ធតែអាចធ្វើវាបានដូចតែគ្នានឹងវាជាសវត្ថភាពក្នុងការផ្គុំអ្វីបញ្ចូលគ្នាជាគំនិតច្នៃប្រឌិតដ៏គ្មានដែនកំណត់របស់អ្នកជាបំណងប្រាថ្នាក្នុងការរៀនសូត្រមិនចេះឆ្អាតឆ្អន់របស់អ្នកជាសមត្ថភាពក្នុងការស្ដាប់ពីអ្នកដទៃឬការយកចិត្តទុកដាក់របស់អ្នកចំពោះព័ត៌មានលម្អិតផ្សេងអ្នកគិតខុសហើយជារឿយនេះមិនមែនជាករណីលើកលែងនោះទេខ្ញុំលើកទឹកចិត្តឲ្យអ្នកកំណត់អត្តសញ្ញាណទៅលើអ្វីដែលអ្នកអាចធ្វើបានដោយស្ទើរតែមិនចាំបាច់ខិតខំប្រឹងប្រែងនោះឲ្យបានសូមកុំបដិសេធរឿងណាមួយឲ្យសោះជាញឹកញាប់រឿងណាដែលអ្នករកឃើញថាវាគឺជារឿងងាយស្រួលបំផុតសម្រាប់អ្នកដូច្នេះនោះឯងជាកន្លែងដែលភាពខ្លាំងពីធម្មជាតិរបស់អ្នកកំពុងស្ថិតនៅគ្រាន់តែអ្នកមិនបានដឹងអំពីវាតែប៉ុណ្ណោះដោយសារតែវាស្ដាប់មើលទៅហាក់ដូចជាសាមញ្ញពេកសម្រាប់អ្នកតាមពិតទៅអ្នកអាចមើលឃើញថាខ្លួនឯងហាក់ដូចជាមានភាពខ្លាំងនៅជាប់ខ្លួនតែពី3ប៉ុណ្ណោះនិងថែមទាំងអត់ប្រយោជន៍ទៅទៀតដែលធ្វើឲ្យអ្នកមើលឃើញថាខ្លួនឯងហាក់ដូចជានៅឆ្ងាយពីការផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងបាទដូច្នេះតើអ្វីទៅជាភាពខ្លាំងខុសប្លែកពីគេរបស់អ្នកទី2តើមនុស្សជុំវិញខ្លួនអ្នកគិតថាអ្នកពូកែលើរឿងអ្វីការសម្លឹងមើលមកកាន់ខ្លួនឯងប្រកបដោយភាពមិនលំអៀងអាចជារឿងពិបាកតែដោយសារតែអ្នកនៅមានចំណុចខ្វះខាតដែលខ្លួនឯងមើលមិនឃើញដែលអាចរារាំងអ្នកពីការស្វែងរកនៅភាពខ្លាំងរបស់អ្នកបានប្រសិនបើអ្នកមិនអាចរកឃើញថាតើអ្វីជាចំណុចខ្លាំងរបស់ខ្លួនទេនោះចុះហេតុអ្វីក៏អ្នកមិនសាកល្បងសួរមនុស្សដែលស្គាល់អ្នកទៅចំណុចទី3តើអ្វីទៅដែលអ្នកសប្បាយនឹងធ្វើវាតើអ្វីទៅដែលអ្នកសប្បាយធ្វើវាជាងគេបំផុតតើពេលណាទៅដែលអ្នកមានសេចក្តីសុខខ្លាំងជាងគេបំផុតគន្លឹះទី2សង្កេតមើលទៅលើអ្វីដែលអ្នកធ្វើចេញពីឆន្ទៈរបស់អ្នកឬចេញពីធម្មជាតិមកការសង្កេតមើលទៅលើអ្វីដែលអ្នកធ្វើដោយចេញពីឆន្ទៈរបស់អ្នកផ្ទាល់ជាមធ្យោបាយដ៏មានឥទ្ធិពលមួយដើម្បីកំណត់ពីចំណង់ចំណូលចិត្តរបស់អ្នកសំណួរ2ដែលអាចជួយឲ្យអ្នករកឃើញនៅអ្វីដែលអ្នកធ្វើវាដោយស្ម័គ្រចិត្តឬចេញពីធម្មជាតិមកនោះទី1តើអ្នកធ្វើអ្វីខ្លះនៅពេលដែលអ្នកទំនេរតើអ្នកនឹងធ្វើអ្វីបន្ទាប់ពីចប់កិច្ចការងារឬក្នុងកំឡុងពេលចុងសប្តាហ៍របស់អ្នកតើអ្នកនឹងចំណាយពេលវេលារបស់អ្នកនៅក្នុងសប្តាហ៍នេះយ៉ាងដូចម្តេចខ្លះប្រសិនបើអ្នកត្រូវឈប់សម្រាកពីការងារនោះអ្វីដែលអ្នកសប្បាយនឹងធ្វើចេញពីធម្មជាតិពោលគឺនៅពេលដែលគ្មានអ្នកណាប្រាប់អ្នកឲ្យធ្វើនេះធ្វើនោះឯងដែលជាសូចនករដ៏អស្ចារ្យដែលបានចង្អុលបង្ហាញអំពីអ្វីដែលអ្នកងប់ងល់នឹងវាសំណួរទី2តើរឿងអ្វីខ្លះដែលអ្នកស្ម័គ្រចិត្តធ្វើនៅកន្លែងការងារតើអ្នកធ្លាប់ស្ម័គ្រចិត្តធ្វើការងារអ្វីមួយនៅកន្លែងការងារបច្ចុប្បន្នរបស់អ្នកឬនៅកន្លែងការងារចាស់របស់អ្នកដែរទេប្រហែលជាអ្នកបានរៀបចំកម្មវិធីណាមួយឬក៏បង្កើតប្រតិបត្តិព័ត៌មានណាមួយឬផ្ដួចផ្ដើមគម្រោងថ្មីណាមួយជាដើមអ្វីគ្រប់យ៉ាងដែលអ្នកស្ម័គ្រចិត្តធ្វើនោះគឺអាចនឹងបង្ហាញប្រាប់អ្នកអំពីចំណង់ចំណូលចិត្តផ្សេងៗរបស់អ្នកបានចូលពិចារណាទៅលើការចំណាយពេលវេលាបន្ថែមទៀតដើម្បីធ្វើឲ្យរឿងនេះនៅក្នុងអាជីពការងារបច្ចុប្បន្នរបស់អ្នកឬ design អាជីពការងារមួយដែលនឹងអនុញ្ញាតឲ្យអ្នកបានធ្វើនៅរឿងទាំងអស់នោះគន្លឹះទី3រកឲ្យឃើញពីវិធីពិសេសខុសប្លែកពីគេដែលអ្នកអាចនឹងបង្ហាញខ្លួនអ្នកទៅកាន់ពិភពលោកខ្ញុំចូលចិត្តឲ្យនិយមន័យអ្វីដែលយើងស្រឡាញ់ថាជារបៀបបង្ហាញអំពីខ្លួនឯងទៅកាន់ពិភពលោកទៅតាមរូបភាពមួយដែលនឹងផ្ដល់នូវអត្ថន័យចំពោះជីវិតរបស់
អ្នកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកកំពុងតែមានជីវិតរស់នៅលើភពផែនដីនេះនៅឡើយ3សំណួរនឹងជួយឲ្យអ្នកបានរកឃើញអំពីមធ្យោបាយក្នុងការបង្ហាញអំពីខ្លួនរបស់អ្នកទៅកាន់ពិភពលោកមួយនេះសំណួរទី1តើអ្វីទៅជាទេពកោសល្យខុសប្លែកពីគេដែលអ្នកចង់ផ្ដល់ទៅកាន់ពិភពលោកខ្ញុំជឿថាយើងមកទីនេះគឺដើម្បីផ្ដល់នូវអំណោយដ៏ពិសេសរបស់យើងទៅពិភពលោកនេះឯងហើយការកំណត់អត្តសញ្ញាណទៅលើទេពកោសល្យរបស់ខ្លួនគឺជាវិធីដ៏អស្ចារ្យបំផុតមួយដើម្បីបកបង្ហាញឲ្យឃើញពីចំណង់ចំណូលចិត្តរបស់អ្នកអញ្ចឹងតើអ្វីទៅដែលមានតែអ្នកម្នាក់គត់ដែលអាចធ្វើបាននោះតើអ្នកធ្លាប់មានចក្ខុវិស័យណាមួយដែលអ្នកមិនធ្លាប់បានប្រាប់ទៅកាន់នរណាម្នាក់ពីមុនមកដែរឬទេតើអ្នកអាចបញ្យុះលើកទឹកចិត្តអ្នកដទៃបានដែរឬទេចុះដឹកនាំក្រុមច្នៃបង្កើតសិល្បៈនិងអប់រំកុមារវិញនោះទាំងអស់នេះអាចជាទេពកោសល្យដ៏ពិសេសរបស់អ្នកសំណួរទី2តើអ្នកចង់ឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍បែបណាវិធីមួយទៀតដើម្បីរកឲ្យឃើញនៅអ្វីដែលខ្លួនស្រឡាញ់នោះគឺត្រូវគិតពីអារម្មណ៍ដែលអ្នកចង់ឲ្យអ្នកដទៃទទួលបានពីអ្នកតាមរយៈសមិទ្ធផលការងារដែលអ្នកបានធ្វើឬតាមរយៈភាពជាខ្លួនឯងរបស់អ្នកតើអ្នកចង់ឲ្យអ្នកដទៃមានអារម្មណ៍បែបណាខ្លះតើអ្នកចង់ឲ្យពួកគេកាន់តែមានក្តីសុខជាងនេះឬទេមានទំនុកចិត្តជាងនេះឬសើចឲ្យបានច្រើនជាងនេះតើមែនទេតើអ្នកអាចឌីហ្សាញអាជីពការងារមួយដែលអនុញ្ញាតឲ្យអ្នកអាចធ្វើឲ្យមនុស្សទាំងអស់នេះកើតមានអារម្មណ៍ទៅតាមអ្វីដែលអ្នកចង់ឲ្យពួកគេទទួលបានយ៉ាងដូចម្តេចសំណួរទី3តើឥទ្ធិពលអ្វីដែលអ្នកចង់ផ្ដល់ឲ្យពិភពលោកមួយនេះបើសិនមកអ្នកអាចផ្លាស់ប្ដូររបស់តែមួយគត់នៅលើពិភពលោកនេះបានដោយសារតែអ្នកបានកើតមកលើភពផែនដីនេះតើអ្នកនឹងធ្វើអ្វីគន្លឹះទី4សង្កេតពីអារម្មណ៍របស់ខ្លួនឯងអារម្មណ៍ចរណញ្ញឈាននេះបានបង្ហាញថាអ្នកផ្សេងកំពុងតែមានអ្វីយ៉ាងដែលអ្នកចង់បានហើយដូច្នេះតើវាសមហេតុផលដែរឬទេក្នុងការដែលស្វែងយល់ថាតើអ្នកណាខ្លះដែលកំពុងច្រណែននឹងពួកគេហើយតើអ្វីទៅជាហេតុផលដែលធ្វើឲ្យអ្នកចង់បានដូចពួកគេនោះអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺថាអ្នកត្រូវតែសង្កេតមើលទៅលើមនុស្សដែលមានអាជីពការងារដែលអ្នកច្នៃនោះឲ្យបានជាប់លាប់ជាប្រចាំជារឿយៗវាអាចនឹងនាំអ្នកទៅរកអ្វីមួយយ៉ាងដែលអ្នកកំពុងតែងប់ងល់ជាមួយនឹងវាយ៉ាងពិតប្រាកដក៏អាចថាបានដែរការចង់ចេះចង់ដឹងបានបង្ហាញឲ្យឃើញថាអ្នកចង់ស្វែងយល់បន្ថែមអំពីអ្វីម្យ៉ាងហើយអ្វីដែលបានឆ្លើយត្រឡប់មកវិញនោះគឺជាសញ្ញាបង្ហាញថាអ្នកមានចំណាប់អារម្មណ៍ទៅលើរឿងមួយនោះហើយបើមិនអញ្ចឹងទេមានរឿងអីដែលអ្នកត្រូវចង់ទៅស្វែងយល់ពីវាបន្ថែមនោះស្ដាប់ទៅវាអាចនឹងសាមញ្ញក៏ពិតមែនប៉ុន្តែអារម្មណ៍ចង់ចេះចង់ដឹងគឺជាគ្រឿងដ៏មានឥទ្ធិពលមួយដែលមិនអាចប្រកែកបានឡើយពេលខ្លះអ្វីដែលអ្នកស្រឡាញ់នោះកំពុងសម្លឹងមើលមកកាន់អ្នកហើយប៉ុន្តែអ្នកទៅវិញទេតែរវល់តែសម្លឹងមើលកន្លែងផ្សេងៗរហូតដល់មិនបានចាប់អារម្មណ៍ពីវានោះដើម្បីជួយឲ្យអ្នកបានរកឃើញនៅអ្វីដែលខ្លួនចង់ចេះចង់ដឹងនោះចូលសម្លឹងមើលទៅកាន់ទស្សនាវដ្តីដែលអ្នកបានទិញការស្វែងរកនៅលើអ៊ីនធឺណិតឬវីដេអូដែលអ្នកបានមើលលើសពីនេះទៅទៀតចូលព្យាយាមចងចាំអំពីការសន្ទនាពីមុនមកដែលអ្នកពេញចិត្តខ្លាំងជាងគេបំផុតផងដែរបន្ទាប់ពីអ្នកបានកំណត់ពីអ្វីដែលអ្នកចង់ដឹងចង់ឮហើយនោះចូលឈានទៅមុខមួយជំហានទៀតឬព្យាយាមស្វែងយល់ពីរបស់ទាំងអស់នេះហើយរងចាំទៅមើលថាតើវានឹងនាំអ្នកទៅដល់ណាខ្លះតើអ្វីទៅជាការសន្ទនាដែលគួរឲ្យរំភើបបំផុតដែលអ្នកទើបតែបានជួបការពីពេលថ្មីកន្លងទៅនេះតើពេលនោះអ្នកកំពុងពិភាក្សាអំពីអ្វីខ្លះជាទូទៅការសន្ទនានឹងក្លាយជារឿងគួរឲ្យរំភើបមួយនៅពេលដែលអ្នកនិយាយអំពីអ្វីមួយដែលអ្នកចូលចិត្តនិងចាប់អារម្មណ៍លើវាតើនៅក្នុងโลกនេះអ្វីទៅដែលធ្វើឲ្យអ្នកផ្ទុះកំហឹងតើអ្វីទៅដែលអ្នកគិតថាអាចយុត្តិធម៌បំផុតសម្រាប់អ្នកជាញឹកញាប់កំហឹងតែបង្ហាញឲ្យឃើញពីមូលហេតុដែលថារបស់មួយនោះគឺជារបស់ដែលអ្នកស្រឡាញ់ខ្លាំងជាងគេបំផុតអាចថាអ្នកខឹងខ្លាំងចំពោះអ្វីដែលអ្នកសុខចិត្តចំណាយពេលពេញមួយជីវិតរបស់អ្នកពុះពៀដើម្បីវាបានប្រសើរឡើងប្រសិនបើអ្នកជាមនុស្សស្មោះត្រង់នឹងខ្លួនឯងខ្លាំងឥតលំអៀងនិងជឿទៅលើអារម្មណ៍របស់ខ្លួនទាំងស្រុងនោះដូច្នេះតើអ្នកនឹងធ្វើអ្វីខ្លះតើចំណង់ចំណូលចិត្តអ្វីខ្លះដែលអ្នកនឹងពុះពៀតាមស្វែងរកនោះខ្ញុំជឿថាអារម្មណ៍ពុះកញ្ជ្រោលគឺជាកម្លាំងដ៏មានឥទ្ធិពលបំផុតមួយនៅលើโลกនេះនិយាយរួមទៅស្ថិតនៅក្នុងជម្រៅដ៏សែនជ្រៅនៅក្នុងខ្លួនរបស់អ្នកនោះអ្នកនឹងច្រើនជាងអ្វីដែលអ្នកគិតថាអ្នកដឹងទៅទៀតគ្រាន់តែថាអ្នកបានបាត់បង់សមត្ថភាពក្នុងការជឿជាក់ទៅលើការវិនិច្ឆ័យរបស់ខ្លួនឯងតែប៉ុណ្ណោះអញ្ចឹងចាប់ពីពេលនេះទៅចូលបំភ្លេចនៅអ្វីដែលឪពុកម្ដាយមិត្តភ័ក្តិឬសង្គមរបស់អ្នកចង់ឲ្យអ្នកធ្វើហើយគិតអំពីអ្វីដែលអ្នកចង់ធ្វើជំនួសវិញមានពេលខ្លះហេតុការណ៍ដ៏ឈឺចាប់បំផុតនៅក្នុងជីវិតអ្នកនឹងផ្ដល់ឲ្យអ្នកនៅស្មារតីជាមនុស្សដែលមានគោលបំណងច្បាស់លាស់ក៏ថាបានចូលកលេចមើលទៅកាន់បញ្ហាប្រឈមដ៏ធំបំផុតដែលអ្នកបានព្យាយាមយកឈ្នះឬធ្លាប់បានយកឈ្នះទាំងអស់នោះឡើងវិញទៅមើលវាអាចជាភាពខ្មាស់អៀនរបស់អ្នកការរំលោភបំពានទៅលើរាងកាយដែលអ្នកធ្លាប់ជាជនរងគ្រោះនៅក្នុងជីវ័យកុមារភាពរបស់អ្នកឬទំនោរទៅរកភាពជាមនុស្សម្នាក់ដែលមានទម្ងន់លើសជាអាចឥឡូវនេះក្នុងចំណោមបញ្ហាប្រឈមទាំងអស់នេះរបស់អ្នកតើអ្នកនៅមានអារម្មណ៍ផ្សារភ្ជាប់ទៅនឹងបញ្ហាទាំងអស់នេះខ្លាំងដែរឬទេ
ក្នុងនាមជាមនុស្សយើងតែងតែចូលចិត្តចែករំលែកអំពីអ្វីដែលយើងបានរៀនសូត្រជាមួយនឹងអ្នកដទៃជានិច្ចហើយតាមរយៈការធ្វើនៅរឿងទាំងអស់នេះទៀតសោតវានឹងជួយឲ្យពួកគេបានយកឈ្នះលើបញ្ហាដែលយើងធ្លាប់បានយកឈ្នះលើខ្លួនឯងកន្លងមកអញ្ចឹងដែរប្រសិនបើអ្នកមានអារម្មណ៍ជ្រួតជ្រាបខ្លាំងចំពោះបញ្ហាប្រឈមណាមួយក្នុងចំណោមបញ្ហាប្រឈមដែលអ្នកបានធ្លាប់ជួបកាលពីមុនមកទាំងអស់នេះដូច្នេះវាអាចជាសញ្ញាបង្ហាញពីគោលបំណងមួយដែលអ្នកអាចនឹងចង់ដេញចាប់នោះហើយរឿងចុងក្រោយគេបង្អស់ដែលអ្នកចង់ទទួលបានបទពិសោធន៍ពីវានៅលើគ្រែគេងនៅពេលដែលអ្នកជិតស្លាប់នោះគឺអារម្មណ៍ស្ដាយក្រោយការស្ដាយក្រោយដែលមិនបានរស់នៅក្នុងជីវិតដែលអ្នកគួរឬអាចនឹងទទួលបានជីវិតបែបនោះគឺជាអារម្មណ៍ដ៏អាក្រក់បំផុតមួយដែលអ្នកអាចនឹងជួបនៅក្នុងជីវិតរបស់អ្នកចូលសាកសម័យថាខ្លួនអ្នកកំពុងគេងនៅលើគ្រែនៃសេចក្តីស្លាប់របស់ខ្លួនចូលសម័យឲ្យឃើញថាវាហាក់ដូចជាការពិតតាមដែលអាចធ្វើទៅបានបើទោះបីជាវាធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកនៅក្នុងខ្លួនយ៉ាងណាក៏ដោយឥឡូវចូលសួរខ្លួនឯងថាប្រសិនបើខ្ញុំនៅតែបន្តរស់នៅក្នុងជីវិតទៅតាមវិធីដែលខ្ញុំកំពុងរស់នៅក្នុងពេលឥឡូវនេះទៅមុខទៀតតើអ្វីដែលធ្វើឲ្យខ្ញុំស្ដាយក្រោយខ្លាំងជាងគេបំផុតនៅក្នុងជីវិតរបស់ខ្ញុំជាទូទៅយើងតែងតែស្ដាយក្រោយចំពោះអ្វីដែលយើងមិនបានធ្វើមិនមែនអ្វីដែលយើងបានធ្វើនោះទេអញ្ចឹងតើអ្វីទៅដែលអ្នកមិនទាន់បានធ្វើប៉ុន្តែអ្នកច្បាស់ចិត្តថាអ្នកគួរតែធ្វើវានោះសូមចងចាំថាអារម្មណ៍ស្ដាយក្រោយគឺជារឿងចុងក្រោយគេបង្អស់ដែលអ្នកប្រាថ្នាចង់ទទួលបានបទពិសោធន៍ពីវានៅពេលដែលអ្នកស្ថិតនៅលើគ្រែនៃសេចក្តីស្លាប់របស់អ្នកពួកវាមិនអាចត្រឡប់ក្រោយវិញបានឡើយចូលធ្វើអ្វីដែលអ្នកចង់ធ្វើនៅពេលនេះស្របពេលដែលអ្នកនៅមានឱកាសអាចធ្វើវាបានភាពភ័យខ្លាចនឹងរារាំងមិនឲ្យអ្នកដេញចាប់ក្តីសុបិនរបស់អ្នកដោយវានឹងទម្លាក់រនាំងសិប្បនិម្មិតនានាដើម្បីកំណត់ព្រំដែនសក្តានុពលរបស់អ្នកការភ័យខ្លាចអាចជាហេតុផលចម្បងមួយដែលធ្វើឲ្យអ្នកមិនព្យាយាមតាមស្វែងរកនូវអ្វីដែលអ្នកស្រឡាញ់នៅក្នុងពេលនេះដើម្បីបានប្រើប្រាស់ជីវិតរស់នៅជាមួយនឹងអ្វីដែលអ្នកស្រឡាញ់ទៅបានយ៉ាងហោចណាស់ក៏អ្នកត្រូវជំនះលើភាពភ័យខ្លាចមួយចំនួននៅក្នុងចំណោមភាពភ័យខ្លាចទាំងអស់នេះដែរឥឡូវចូលស្រមៃថាអ្នកគ្មានការភ័យខ្លាចអ្វីទាំងអស់តើអ្នកនឹងធ្វើអ្វីឲ្យខុសពីមុនខ្លះតើចំណង់ចំណូលចិត្តអ្វីខ្លះគម្រោងអ្វីខ្លះឬបបហេតុអ្វីខ្លះដែលអ្នកនឹងពាក់ព័ន្ធជាមួយនឹងវានោះតើអ្វីទៅដែលអ្នកនឹងឈប់ធ្វើឬក៏ចាប់ផ្ដើមធ្វើវានោះសូមចងចាំថាភាពភ័យខ្លាចភាគច្រើនគឺសុទ្ធសឹងតែអាចយកឈ្នះលើពួកវាបានទាំងអស់ដូច្នេះសូមកុំបណ្ដោយឲ្យពួកវារារាំងអ្នកពីការធ្វើអ្វីដែលអ្នកចង់ធ្វើពិតប្រាកដនៅក្នុងជីវិតរបស់អ្នកឲ្យសោះផ្ទុយមកវិញចូលព្យាយាមស្វះស្វែងរកវិធីដើម្បីយកឈ្នះលើពួកវាជំនួសវិញក្នុងចំណោមពួកយើងទាំងអស់គ្នាសុទ្ធសឹងតែមានអំណាចអាចយកឈ្នះទៅលើភាពភ័យខ្លាចដ៏ខ្មៅងងឹតបំផុតនិងធ្វើឲ្យយើងចុះខ្សោយខ្លាំងបំផុតនោះបានគ្រប់គ្នាអ្នកផ្សេងគេអាចធ្វើបានចុះរឿងអីដែលអ្នកធ្វើមិនបានគន្លឹះទី5វិភាគពីបទពិសោធន៍តខ្លួនរបស់អ្នកវិធីមួយទៀតដើម្បីរកឲ្យឃើញនៅអ្វីដែលខ្លួនឯងស្រឡាញ់នោះគឺត្រូវពិនិត្យមើលទៅលើបទពិសោធន៍ការពីអតីតកាលរបស់អ្នកឡើងវិញចិញ្ចឹមគិតពីការចងចាំការពីកុមារភាពរបស់អ្នកនិងសញ្ជឹងគិតអំពីសមិទ្ធផលការពីអតីតកាលរបស់អ្នកតើអ្នកបានធ្វើអ្វីខ្លះដោយឯងចេញពីធម្មជាតិពិតរបស់ខ្លួនកាលពីពេលដែលអ្នកនៅក្មេងនិងនៅមុនពេលដែលពិភពលោកបានចាប់ផ្ដើមប្រាប់អ្នកអំពីអ្វីដែលគួរធ្វើជាមួយនឹងជីវិតរបស់អ្នកនោះជារឿយៗអ្វីដែលអ្នកបានធ្វើដោយឯងកាលពីក្មេងអាចផ្ដល់ឲ្យអ្នកនៅការយល់ដឹងដ៏អស្ចារ្យមួយទៅលើអ្វីដែលអ្នកមានសេចក្តីងប់ងល់ចំពោះវាប៉ុន្តែគួរឲ្យស្ដាយអ្នកប្រហែលជាលែងបានធ្វើអ្វីដែលចូលចិត្តទៀតដោយសារតែអ្នកបានទទួលរងនៅការរំខាននៅលើផ្លូវជីវិតរបស់អ្នកឬប្រហែលដោយសារតែឪពុកម្ដាយរបស់អ្នកមានផែនការផ្សេងពីនោះសម្រាប់អ្នកជាដើមសម្លឹងរកមើលសមិទ្ធផលដ៏មានន័យរបស់អ្នកតើអ្នកសម្រេចបានសមិទ្ធផលអ្វីខ្លះការពីអតីតកាលដែលធ្វើឲ្យអ្នកមានមោទនភាពខ្លាំងចំពោះវានោះតើអ្នកធ្លាប់សម្រេចបាននៅផែនការដ៏លំបាកណាមួយពីមុនមកដែរឬទេតើអ្នកបានប្រឈមមុខនឹងភាពភ័យខ្លាចរបស់ខ្លួនឯងនិងសម្រេចបាននៅអ្វីម្យ៉ាងដែលអ្នកធ្លាប់គិតថាអាចទៅរួចដែរឬទេយើងមានទំនោរមានមោទនភាពបំផុតចំពោះអ្វីដែលយើងរកឃើញថាមានន័យសម្រាប់យើងគោលបំណងរបស់អ្នកគឺចង់កំណត់ឲ្យដឹងថាតើរបស់ទាំងអស់នោះគឺជាអ្វីតើហេតុអ្វីបានជាអ្នករកឃើញថាវាមានន័យចំពោះអ្នកខ្លាំងដល់ថ្នាក់នេះអ្នកត្រូវស្វែងរកឲ្យឃើញនៅអ្វីដែលខ្លួនអ្នកស្រឡាញ់ហើយនោះគឺជារឿងត្រឹមត្រូវដ៏ពិតប្រាកដបំផុតសម្រាប់អាជីពការងាររបស់អ្នកដូចទៅនឹងការដែលអ្នកមានក្តីស្រឡាញ់សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកដូចនេះដែរការងាររបស់អ្នកនឹងចូលមកបំពេញផ្នែកដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកហើយវិធីតែមួយគត់ដើម្បីឲ្យអ្នកបានពេញចិត្តនឹងវាពិតប្រាកដនោះគឺត្រូវធ្វើការងារដែលអ្នកជឿថា
គឺជាការងារដ៏អស្ចារ្យបំផុតសម្រាប់អ្នកនោះឯងហើយវិធីមួយគត់ដើម្បីធ្វើការងារដ៏អស្ចារ្យបាននោះគឺត្រូវស្រឡាញ់នៅអ្វីដែលខ្លួនឯងធ្វើប្រសិនបើអ្នករកវាមិនទាន់ឃើញទេចូលបន្តស្វែងរកវាបន្ថែមទៀតសូមកុំបោះបង់ឲ្យសោះដោយសារតែវាគឺជារឿងសំខាន់ខ្លាំងចំពោះបេះដូងរបស់អ្នកនោះអ្នកនឹងបានដឹងច្បាស់អំពីពេលវេលាដែលអ្នកនឹងរកឃើញវាជាក់ជាមិនខានហើយដូចទៅនឹងទំនាក់ទំនងដ៏អស្ចារ្យមួយផ្សេងទៀតដែរវានឹងប្រែកាន់តែមានភាពប្រសើរឡើងជាលំដាប់នៅពេលដែលឆ្នាំនីមួយៗបានចូលមកដល់ដូច្នេះចូលព្យាយាមស្វែងរកវាជានិច្ចរហូតតតែអ្នករកវាឃើញសូមកុំបោះបង់ឲ្យសោះមនុស្សភាគច្រើនតែងតែជឿលើពាក្យដែលគេនិយាយថាបន្ទាប់ពីខំប្រឹងធ្វើការរាប់សិបឆ្នាំរួចហើយពួកគេនឹងអាចចូលនិវត្តន៍ហើយទីបំផុតពួកគេនឹងអាចរីករាយជាមួយនឹងជីវិតរបស់ពួកគេជាមិនខាននេះគឺជាគំនិតដ៏អាក្រក់មួយការចូលនិវត្តន៍គឺគ្រាន់តែជាអន្ទាក់មួយតែប៉ុណ្ណោះដោយសារតែការជឿថាការចូលនិវត្តន៍គឺជាឋានសួគ៌ឋានសុខនៅលើផែនដីនេះដូច្នេះអ្នកច្បាស់ជាទទួលយកស្ថានភាពបច្ចុប្បន្នរបស់អ្នកយ៉ាងពិតប្រាកដជាក់ជាមិនខានអ្នកវេទនាពីពេលឥឡូវនេះទៅដោយសង្ឃឹមថាខ្លួននឹងបានប្រមូលរង្វាន់វិញនៅពេលក្រោយវាអាចថាជាគំនិតដ៏អស្ចារ្យមួយបើសិនបើអ្នកគឺជាសហគ្រិនដ៏ពុះកញ្ជ្រោលមួយរូបហើយវានឹងក្លាយជារឿងដ៏មានន័យសម្រាប់អ្នកនៅក្នុងរយៈពេល5ឆ្នាំក្រោយចាប់ពីពេលនេះតទៅប៉ុន្តែវានឹងគ្មានន័យអ្វីច្រើនសម្រាប់អ្នកនោះទេប្រសិនបើអ្នកគ្រាន់តែជាបុគ្គលិកម្នាក់ហើយតតែរយៈពេល30ឆ្នាំក្រោយរាប់ចាប់ពីពេលឥឡូវនេះតទៅមានន័យសម្រាប់អ្នកនោះទោះជាយ៉ាងណាក៏ដោយការគិតមួយនេះនឹងនាំអ្នកទៅរកការលះបង់មួយផ្នែកធំនៃជីវិតរបស់អ្នកនឹងគ្មានអ្វីអាចមកធានាបានថាអ្នកនឹងអាចចូលនិវត្តន៍នៅក្នុងនាមជាមនុស្សដែលមានសុខភាពល្អបានជាដាច់ខាតអ្នកអាចរស់នៅមិនបានដល់ថ្ងៃចូលនិវត្តន៍ផងក៏មិនដឹងតើអ្នកណាទៅដឹងទៅវាអាចទំនងជាអញ្ចឹងដែរប៉ុន្តែច្បាស់ណាស់វានៅតែគ្មានអ្វីអាចមកធានាបានដដែល